ប្រភេទ data type មួយទៀតដែលយើងអាចធ្វើការប្រើប្រាស់ហើយ store ជាមួយនឹង character ច្រើនគឺយើងហៅវាថាជា string គឺយើងអាច declare បែបនេះបាន string ឧទាហរណ៍ជាប្រកាសជាមួយនឹង name ហើយយើង declare វាស្មើជាមួយនឹង single quote អញ្ចឹងបើសិនជាយើងចង់ប្រើប្រាស់ជាមួយនឹងប្រភេទ type ជា string គឺយើងត្រូវតែ assign វាជាមួយនឹង single quote ឧទាហរណ៍ថា my name ហើយយើងអាចធ្វើការ cout វាបែបនេះបាទខាងលើនេះយើងអត់ប្រើទៀតទេអញ្ចឹងចូលសុំធ្វើការ comment វាសិនមកអូខេឥឡូវនេះគឺយើងអាច print data ទម្រង់ជា string នឹងមកបានដោយប្រើប្រាស់ជាមួយនឹង data type ប្រភេទជា string ហើយ declare ជាមួយនឹង variable មកប្រភេទ string នេះគឺយើងអាច store ប្រភេទជា text ហើយ text ហ្នឹងវែងទៅតាមតម្រូវការនៃការប្រើប្រាស់យើងមិនក៏បានដែរ assign ចូលទៅកាន់ string នេះឯងឥឡូវឧទាហរណ៍ថាចង់ធ្វើការ declare ជាមួយនឹង variable ហ្នឹងដែល name ហ្នឹងគឺចង់ឲ្យគេធ្វើការបញ្ចូលចេញអំពី console មកតែម្ដងអញ្ចឹងកន្លែងនេះចូលជំនួសដោយ enter name បន្តមកទៀតខាងក្រោមគឺចូល cin ជាមួយនឹង name បន្តមកទៀតគឺយើងនឹង print name នឹងត្រឡប់ទៅវិញឧទាហរណ៍ថាចូលតជាមួយនឹង my name អូខេឧទាហរណ៍បែបនេះចា purpose របស់យើងគឺយើងចង់ឲ្យគេធ្វើការបញ្ចូល name បន្តមកទៀតគឺយើងនឹងធ្វើការ print name ហ្នឹង break ទៅវិញដោយយើងតជាមួយនឹង string my name ហើយយើងធ្វើការ run មកអូខេអញ្ចឹងឧទាហរណ៍ថារតនាអូខេមកដល់ចំណុចនេះគឺយើងនឹងជួបបញ្ហាដូចកាលមុនអញ្ចឹងដោយសារតែយើងប្រើ cin អញ្ចឹងគឺវា conflict ជាមួយនឹង cin.get អញ្ចឹងនៅខាងលើគឺយើងអាចធ្វើការ include ជាមួយនឹង namespace មកគឺ con.io.h ហើយជំនួសដោយ cget នៅនេះគឺយើងអាចប្រើជាមួយនឹង underscore get ch អូខេយើងធ្វើការ run ម្ដងទៀតមកអូខេយើង enter មកបន្ទាប់ពីយើង enter មកយើងឃើញថាយើង read បានតែពាក្យ Lee ទេប៉ុន្តែរតនានៅខាងក្រោយនេះគឺយើងអត់អាច read មកបានទេគឺ print បានតែ Lee នៅកន្លែងនេះឯងអញ្ចឹងយើងមកមើលនៅក្នុង code យើងវិញថាតើកន្លែងហ្នឹងវាមានបញ្ហាអ្វីកើតឡើងបានជាលទ្ធផលដែលយើង read មកគឺបានតែពាក្យខាងមុខទេយើងសាកតេស្ត approach មួយទៀតយើងអាចសាកវាយឈ្មោះហ្នឹងគឺជាប់គ្នាតែម្ដងអញ្ចឹងយើងឃើញថាបើក្នុងករណីដែលយើង enter data នឹងជាប់គ្នាគឺយើង read string នឹងបានទាំងអស់តែម្ដងអញ្ចឹងក្នុងករណីហ្នឹងគឺយើងដឹងថាបញ្ហាគឺពាក់ព័ន្ធជាមួយនឹង cin ដោយសារ cin ឥឡូវហ្នឹងនៅពេលដែលវាប៉ះជាមួយនឹង space គឺវានឹងបិទការ read ត្រឹមប៉ុណ្្នឹងតែម្ដងអញ្ចឹងហើយធ្វើឲ្យលទ្ធផលដែលយើងទទួលបានហ្នឹងគឺតែ string ដែលមើលពីខាងមុខ space តែប៉ុណ្ណោះបើក្នុងករណីដែលគ្នាយើងចង់ធ្វើការ read មួយ line ហ្នឹងតែម្ដងគឺយើងអាចប្រើប្រាស់ជាមួយនឹងយើងអាចធ្វើការទាញជាមួយនឹង method getLine នឹងបានតាមរយៈនៃការ include ជាមួយនឹង header file គឺ include string ដើម្បីប្រើប្រាស់ method getLine បានគឺយើងធ្វើការ include ជាមួយនឹង string មកបន្តមកទៀតគឺយើងអាច access ទៅកាន់ getLine ដែលនៅក្នុង getLine ហ្នឹងគឺត្រូវការជាមួយនឹង stream ហើយជាមួយនឹង parameter អញ្ចឹងគឺយើងអាចប្រើជាមួយនឹង cin ហើយជំនួសដោយ name នៅកន្លែងនេះឯងអញ្ចឹងខាងមុខនេះគឺជា cin method ហើយខាងក្រោយវាគឺជា parabol អញ្ចឹងនៅខាងលើនេះយើងអត់ត្រូវការទៀតទេគឺយើងអាចធ្វើការ comment វាចោលបានហើយយើងនៅតែធ្វើការ print name របស់យើងធម្មតាយើងអាចធ្វើការ run application របស់យើងមកចាឥឡូវនេះគឺយើងអាចធ្វើការវាយឈ្មោះតែម្ដងដោយភ្ជាប់នៅសញ្ញា space ដដែលបន្តមកទៀតក៏យើងឃើញថាយើងនៅតែអាច read value នឹងមកបានជាធម្មតាឥឡូវឧទាហរណ៍ថាចូលធ្វើការ space ហើយ enter ឲ្យច្រើនមក Lee ចាហើយថណាបែបនេះអញ្ចឹងគឺយើងមានឈ្មោះដែលមាន space 2ដងក៏យើងឃើញថា string របស់យើងក៏នៅតែ read មកបានទាំងអស់ជាធម្មតាទេអញ្ចឹងនៅកន្លែងហ្នឹងគឺតាក់ទងជាមួយនឹងការ read data ចេញអំពី console គឺយើងមាន option បើសិនជា data របស់យើងហ្នឹងវាគឺជា value ដែលភ្ជាប់គ្នាតែម្ដងគឺយើងអាចប្រើ cin ធម្មតានេះក៏បានផងដែរ
ប៉ុន្តែបើក្នុងករណី string របស់យើងហ្នឹងគឺវាមាន contain នៅ space គឺយើងអាចប្រើ method getLine នេះបាន ដែល method getLine នេះគឺទទួលបានចេញអំពី header file ឈ្មោះថា string នេះឯង ហើយយើងអាចភ្ជាប់មកជាមួយនឹង stream read ហើយជាមួយនឹង variable របស់យើងដែលជា output នៃ data ហ្នឹងឯង គឺយើងអាចធ្វើការ read data មកបានទាំងអស់តែម្ដង